บสู้ปุ่มไม้บางปูนมานี่คือชีดำเทรนบางปูนเทรนนี่ถึงยมติงโมนี่กิทาปูมันทองใส่ตะบักกูยังอัดดังไทยยังนาได้บางปูนปูยังอัดได้สลับดำเทรนก็ลองโมthìจะปูเทรนนี้នៅតំបន់ខ្ញុំនេះគឺបាទมันได้เมียนល្បីថាមានដាំเทรนបានផ្លែបានអីហូបទេបងប្អូនចឹងអានេះគ្រាន់តែជាការដាំសាកល្បងបាទដាំសាកល្បងហើយយើងពិសោធន៍មើលនៅតំបន់យើងនេះបាទថាដាំដំណាំเทรนហ្នឹងយើងបាទមានលើសត្រួយឬក៏បាទវាភ្លុះត្រួយភ្លុះអីមកថ្មីអាចជោគជ័យដែរឬទេអញ្ចឹងយើងធ្វើការសាកល្បងបងប្អូននេះគ្រាន់តែជាវីដេអូថតបង្ហាញខ្ញុំដាំសាកល្បងនេះមិនទាន់ដឹងថាយើងដាំទៅវាបានបាទផលពិតមែនឬមួយក៏យ៉ាងណាទេបងប្អូនអញ្ចឹងនៅតំបន់ខេត្តបន្ទាយមានជ័យនេះគឺវាក្តៅអាកាសធាតុវាក្តៅបងប្អូនបើនៅតំបន់ខាងដែលមានភ្នំមានអីហ្នឹងគឺយ៉ាងហោចណាស់ក៏អាកាសធាតុគេអំណោយផលជាងនៅតំបន់ខ្ញុំដែរបងប្អូនអញ្ចឹងเทรนនេះខ្ញុំដាំបាននិយាយទៅ4ថ្ងៃឯងបងប្អូន4ថ្ងៃព្រោះខ្ញុំទៅយកមកដាក់ដែរទេបងប្អូនដើមមកវាក៏រៀងធំដែរហើយចំពោះការរៀបចំដីដាក់ដាំនេះខ្ញុំអត់បានរៀបចំជាប្រព័ន្ធទឹកទេបងប្អូនបើតាមគេបច្ចេកទេសដាំเทรนគឺគាត់មានប្រព័ន្ធទឹកមកដាក់ទៅយកសាច់ជុំវិញគេប្រើ sprinkler តែដោយសារតែខ្ញុំអត់បានរៀបចំប្រព័ន្ធទឹកខ្ញុំស្រោចនឹងប៉ោតយើងធម្មតាទេបងប្អូនហើយរៀបចំដីគឺខ្ញុំរៀបចំបាទដីដាក់មានជាស្កៃដូងមានជាអីខ្លះដែរបងប្អូនអញ្ចឹងនេះគ្រាន់តែជាបាទវិធីសាស្ត្របាទឬក៏ការដាំពិសោធន៍យើងចង់ដឹងថាដាំនៅតំបន់យើងនេះវាបាទហុចផលមកយ៉ាងណាឬមួយក៏ដាំទៅវាងាប់ទៅវិញអាហ្នឹងយើងអត់ទាន់ដឹងទេបងប្អូនបាទអញ្ចឹងបើសិនបើបងប្អូនមានជាបច្ចេកទេសបាទឬក៏របៀបវិធីសាស្ត្រនៅក្នុងការថែទាំដំណាំเทรนអីបងប្អូនបាទជួយខមមិនប្រាប់ផងបងប្អូនយើងគួរធ្វើបែបណាទៀតរៀបចំបែបណាទៀតគួរស្រោចទឹកបែបណាប្រើប្រាស់ថ្នាំជីឬក៏មានបច្ចេកទេសបែបណាដែលបងប្អូនដាំទៅបានផលគឺបងប្អូនសូមជួយណែនាំផងបងប្អូនបាទសង្ឃឹមថាបងប្អូននឹងចែករំលែកតាមរយៈការខមមិនប្រាប់អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះទេអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាបាទអរគុណ